បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាទូកងសវណ្ណគារចាស់ពីបរមរានបាទដែលកសាងតាំងពីឆ្នាំ1974ហើយក៏លើបានកែកុនជួសជុលជាថ្មីដោយខ្ញុំទឹកវីរាហើយទូនេះទៅនៅក្នុងភូមិកកឃុំកុយម៉ែស្រុកអង្គរបរិយខេត្តបន្ទាយមានជ័យបាទហើយយើងបានជួសជុលដោយក្រុមជាងទឿជាងតូតហ្នឹងហើយជាងអួនហើយនឹងជាងម៉ៅហើយកាត់បាននាំគ្នាជួសជុលដោយមានការឧបត្ថម្ភពីខ្ញុំព្រមទាំងពុកម៉ែបងប្អូនទាំងអស់ភូមិកកម៉ៅក្តីភូមិផ្សេងៗនេះបានចូលរួមតាមខ្ញុំព្រមទាំងព្រះអង្គចឹងបានជួសជុលទុកជាគេដំណើរជាមរតកថ្មីរបស់ចាស់ពីដើមបានបាត់បង់ឥឡូវនេះក៏បានរួចរាល់ហើយនេះលាបជឿខាងក្នុងបាទលាបជឿខាងក្នុងបានរួចរាល់អស់ហើយជាវាងការជ្រាបចូលទឹកចឹងយើងលាបជឿរាងក្រាស់ដែរដោយសារតែទូកយើងមានការប៉ះប៉ុនជួសជុលបដូរកលៃសាច់ចាស់ណាដែលផុយដែលខូចហើយចូលទៅយើងដាក់ថ្មីមកដូច្នេះក៏ជួសជុលនេះគឺលក្ខណៈទ្រង់ទ្រីធំបាទហើយទូកនេះមានប្រវែងជិត20ម៉ែត្របាទ18.8អញ្ចឹងនៅតែបន្តិចទៀតគឺ20ម៉ែត្រតែម្ដងហើយការជួសជុលនេះគឺបានរួចរាល់ហើយជួសជុលនៅឆ្នាំ2025នេះឯងពីខែ11ឆ្នាំ2025បាទនេះថតជូនពុកម៉ែបងប្អូនក៏ដូចជាទុកជាឯកសារប្រវត្តិសាស្ត្រក្នុងការអភិរក្សថែរក្សាប្រពៃណីដូនតាយើងខាងវិស័យបុណ្យអុំទូកព្រោះបុណ្យអុំទូកនេះជាព្រះរាជពិធីជាប្រពៃណីទំនៀមទម្លាប់បាទពីបរមបុរាណមកដូច្នេះក៏ការអុំទូកនេះគឺជាប្រពៃណីដែលយើងមិនអាចខ្វះបានព្រោះដូនតាយើងបានបន្សល់មកយើងក៏មានទូកក្រិនកំសាន្តសប្បាយអបអរសាទរប្រពៃណីដូនតាយើងបាទហើយថតខាងក្នុងបែរខាងកន្សែងម្ដងនេះខាងកន្សែងអរគុណពុកម៉ែបងប្អូនអរគ្នា